8រឿងម៉ាទូឃាតបរសក្នុងលោកមិនគួរជឿពាក្យភរិយាគ្រប់មាត់ក្នុងកាលកំឡងទៅហើយមានបរសម្នាក់នៅក្នុងដែនកាសីកាលបាបិតាធ្វើមរណកាលហើយក៏ទំនុកបំរុងបំរើមេដាដោយគោរពឯមេដាបានឃើញកូនមានវត្តប្រតិបត្តិល្អក៏នាំស្ត្រីមានរូបស្រស់ប្រឹមប្រិយម្នាក់មករៀបចំឲ្យកូននោះចំណែកខាងនាងនោះបិតាស្លាប់ចោលតាំងពីក្មេងនៅសល់តែមេដាទើបនាំមកនៅរួមក្នុងត្រកូលស្វាមីហើយទំនុកបំរុងដល់មេដាទាំងពីរដោយគោរពតមកខាងក្រោយនាងក៏មានចិត្តនឿយណាយធុញទ្រាន់ចំពោះមេដាទាំងពីរមានគំនិតអាក្រក់កាចឡានគិតសម្លាប់ម្ដាយក្មេចៅបាននិយាយញុះញង់ស្វាមីថាឥឡូវនេះយើងគិតសម្លាប់ម្ដាយយើងចេញព្រោះចាស់ចង្រៃនេះខុសអស់នឹងចាស់ទាំងពួងតែងបន្តបងមូត្រលៀនមកដាក់ពេញផ្ទះសម្បែងហើយច្របាច់លេងដោយកូនក្មេងទើបនឹងកោតបើឯងមិននៅពេលណាហើយគាត់ធ្វើបាបតែអញឲ្យវេទនារាប់មិនឈ្នះបើដូច្នេះយើងគិតសម្លាប់គាត់ទៅឬបរោះជាស្វាមីបានលឺភរិយានិយាយរ៉ាយរ៉ាប់ប្រាប់ជាញយញហើយក៏និយាយថាការសម្លាប់មនុស្សនីមួយមិនងាយទេក្រណាស់ណាស់ភរិយានោះនិយាយតបវិញថាបើពិតស្វាមីការសម្លាប់នោះងាយទេមើលតែគាត់ដេកលក់យើងចង់ក្រែសែងទៅទម្លាក់គ្រឿងស្ទឹងខាងក្រោយផ្ទះឲ្យឆ្លាមមកប្រទឹមពីស៊ីបរោះជាស្វាមីសួរថាម្ដាយអញគាត់ដេកកន្លែងណាម្ដាយអញដេកកន្លែងណាភរិយាប្រាប់ថាម្ដាយអ្នកសម្រានខាងនេះម្ដាយខ្ញុំសម្រានខាងនោះស្វាមីប្រាប់ថាបើដូច្នោះចូលនាងចង់ក្រែម្ដាយអញទុកឲ្យស្រែកទៅដល់យប់ជ្រៅយើងនឹងសែងទៅទម្លាក់ក្នុងស្ទឹងភរិយាត្រេកអរណាស់ក៏ធ្វើតាមបង្គាប់ស្វាមីហើយដេកលក់ទៅបុរសជាស្វាមីបានដឹងថាភរិយារបស់ខ្លួនដេកលក់ហើយក៏ចូលទៅស្រាយចំណងពីក្រែមេដាខ្លួនចេញយកខ្សែទៅចងក្រែម្ដាយក្មេកវិញលុះចងសពគ្រប់ហើយដើរចូលទៅដាស់ភរិយាថាណែក្រោកវ៉ោងយើងលមមសែងដូនចាស់ទៅទម្លាក់ចោលហើយជនទាំងពីរនាក់ក៏ម្នីម្នាស់សែងក្រែយកទៅទម្លាក់ក្នុងស្ទឹងខាងក្រោយផ្ទះដោយប្រញាប់ប្រញាល់ខ្លាយក្រែងជនទាំងឡាយមើលឃើញពួកសត្វសាហាវទាំងឡាយមានឆ្លាមមកកជាដើមក៏ដណ្ដើមប្រជែងគ្នាស៊ីយាយចាស់នោះអស់ទៅលុះព្រឹកឡើងនាងភរិយាបានដឹងច្បាស់ថាម្ដាយខ្លួនស្លាប់ហើយគុណនឹកតូចចិត្តក្តៅក្រហាយអន្ទះសារពុនពេកទើបប្រាប់ស្វាមីថាយើងគិតសម្លាប់ដូនចាស់មួយទៀតបុរសជាស្វាមីក៏ទទួលព្រមថាល្អហើយទើបនាំគ្នាទៅធ្វើផ្គរខុងព្រៃស្មាសានដល់យប់ជ្រៅម្ដាយដេកលោកក៏នាំគ្នាសែងតែងក្រែយកទៅដាក់លើជើងផ្គរប្រារព្ធនឹងដុតភ្លើងជួនជាពេលនោះភ្លេចដាក់ភ្លើងតៃក៏នាំគ្នាត្រឡប់មកយកភ្លើងវិញកាលជនទាំងពីរនាក់ត្រឡប់មកផ្ទះវិញហើយយាយចាស់នោះក៏ភ្ញាក់ឡើងក្រោកអង្គុយដោយត្រូវសន្សាមត្រជាក់ខាំងលុះមើលសពគ្រប់ដឹងខ្លួនថាគេយកមកសម្លាប់ក៏ចុះចេញទៅបានយកសាកសពខ្មោចពពែមួយទៅដាក់លើក្រែគ្របសម្ពុតពីលឺហើយភៀសខ្លួនចេញពីទីនោះដើរចូលទៅក្នុងគូហាមួយបានរំពឹងគិតថាអោះអាត្មាអញនឹកស្មានថាបានកូនប្រសាជាទីពឹងឥឡូវនេះវាធ្វើអញឲ្យភ័យយ៉ាងក្រៃលែងចំណែកខាងបុរសប្តីប្រពន្ធយកភ្លើងបានមកក៏ដុតសាកសពពពែនោះទៅដោយសម្គាល់ថាជាម្ដាយរបស់ខ្លួនពិតឯគូហាដែលយាយចាស់ចូលទៅអង្គុយនោះមានចៅម្នាក់យកបង្វិលមាសប្រាក់ទលាក់ទុកក្នុងទីនោះជាច្រើនយាយចាស់បានឃើញមាសប្រាក់នោះហើយក៏នឹកដល់កូនថាអោកូនសម្លាញ់អញប្រសិនបើបានមាសប្រាក់ច្រើនយ៉ាងនេះប្រហែលជាត្រេកអររីករាយណាស់កំពុងតែគិតដូច្នេះស្រាប់តែចៅទៅដល់ចៅនោះបានឃើញយាយចាស់ហើយក៏ភ្ញាក់ភិតភ័យញ័ររន្ធត់មិនហ៊ានចូលទៅជិតឡើយដោយនឹកស្មានថាយក្សក៏ត្រឡប់មកវិញបានហៅពេទ្យខ្មោចម្នាក់ឲ្យចូលទៅសង្កេតមើលពេទ្យខ្មោចនោះក៏រាយមុនវិជាហើយដើរចូលទៅកាន់គូហាចំណែកខាងយាយចាក់បានឃើញពេទ្យខ្មោចនោះក៏និយាយថាយើងមិនមែនជាយក្សទេអ្នកចូលមកយើងទាំងពីរនាក់នឹងចែកទ្រព្យគ្នាពេទ្យខ្មោចនោះនិយាយថាយើងមិនជឿទេយាយចាស់ថាបើអ្នកឯងមិនជឿយើងចូលអ្នកលៀនអណ្ដាតមកដាក់លើអណ្ដាតយើងចោះនឹងដឹងច្បាស់ថាយើងជាមនុស្សពិតពេទ្យខ្មោចក៏ធ្វើតាមពាក្យយាយចាស់នោះទៅយាយចាស់ក៏ខំអណ្ដាតពេទ្យខ្មោចជាប់ដោយចង្កូមមួយយ៉ាងចំណាប់ពេទ្យខ្មោចខំបំរាក់រើរត់ហើយក៏ស្រែកប្រាប់គ្នាថាយក្សទេអុយយក្សទេទើបនាំគ្នារត់ចេញទៅលុះដល់ភ្លឺច្បាស់ឡើងយាយចាស់
ក៏ប្រមូលមាសប្រាក់វេស្ដាយយកតែឲ្យកូនចំណែកខាងកូនប្រសាក្រឡែកខេងម្ដាយស្ដាយបង្វិចទ្រពមកដូច្នោះក៏ចុះទៅទទួលរះតាក់បដិសន្ធារៈគួសមយ៉ាងអស្ចារ្យហើយនិយាយថាអូលោកម្ដាយគេយកតែដុតក្នុងព្រៃខ្មោចត្រឡប់ជាបានមាសប្រាក់មកឲ្យកូនបើដូច្នេះខ្ញុំសូមឲ្យលោកម្ដាយយកខ្ញុំទៅដុតម្ដងវិញខ្ញុំនឹងកើបយកមាសប្រាក់ឲ្យច្រើនជាងនេះទៅទៀតស្ត្រីនោះជាស្ត្រីពាលកាលកណីល្មមចង់បានទ្រព្យមិនគិតវែងខ្លីបានឲ្យស្វាមីយកទៅដុតខុនព្រៃស្មះសានស្វាមីក៏នាំយកទៅដុតឆេះខ្ទេចខ្ទីស្លាប់ទៅកោតក្នុងនរកទៅឯស្វាមីដល់អស់អាយុក៏ទៅកោតក្នុងនរកជាមួយគ្នា